ទទួលស្គាល់ទាំងអស់គ្នាហើយថាព្រះអង្គត្រាស់ដឹងច្បាប់ធម្មជាតិព្រះអង្គមិនមែនត្រាស់ដឹងសាសនាទេពីព្រោះសាសនាកើតមុនព្រះអង្គទៅទៀតគេមានសាសនារបស់គេរួចទៅហើយនេះលក្ខណៈរបស់សាសនាអញ្ចឹងកើតមកពីកម្លៅប្រកបជាមួយនឹងតណ្ហាហើយចំណាយពុទ្ធប្រាប់រំគូនៃយើងពធព្រះអង្គត្រាស់ដឹងនៅពេលដែលព្រះអង្គឆ្លងទៅលោកកតរៈចិត្តអញ្ចឹងជាមេរៀននៃកិច្ចបប្រតិបត្តិជីវិតដើម្បីឲ្យបានសេចក្តីសុខហេតុអ្វីបានជាយើងថាប្រធរជាមេរៀននៃកិច្ចបប្រតិបត្តិជីវិតឲ្យបានសេចក្តីសុខឧទាហរណ៍អញ្ចេះឲ្យបងប្អូនពុទ្ធបរិស័ទងាយស្ដាប់ដូចតែភ្នែករបស់យើងមើលឃើញច្បាស់អញ្ចឹងណាយើងស្គាល់អានេះក្បិតអានេះបថៅអានេះចម្រងអានេះភ្លើងអានេះទឹកអសិចអានោះទឹកត្រជាក់អានោះទឹកអម្រឹតដល់ពេលយើងមើលឃើញអញ្ចឹងណាយើងចងក្រងជាមេរៀនហ្នឹងទុកឲ្យអ្នកក្រោយហ្នឹងគេដឹងផងថាភ្លើងវាលាណាចម្រងវាមុតក្បិតហ្នឹងវាមុតបថៅវាមុតដៃមុតជើងដាក់អញ្ចេះទៅវាមុតបើដាក់អញ្ចោះទៅបើយកបថៅហ្នឹងទៅកាប់អញ្ចេះទៅវាប្រើបានជាប្រយោជន៍អញ្ចឹងណាអញ្ចឹងមេរៀនដែលចងក្រងហ្នឹងដើម្បីឲ្យមនុស្សយើងហ្នឹងគិតអំពីផលវិបាកនៃធម្មជាតិធម៌ទាំងអស់ហ្នឹងហើយទាញយកប្រយោជន៍អំពីធម្មជាតិនេះក៏ប៉ុន្តែភាវៈធម៌អរូបដែលប្រពុតប្រាប់រំគូនៃយើងព្រះអង្គហៅថានាមយើងមើលនឹងមង្សចក្ខុមិនបានទេហើយយើងគឺចិត្តនឹងឯងដល់ពេលយើងគឺចិត្តណាសួរថាតើចិត្តរបស់យើងបុកអយៈជាមួយនឹងអីប្រពុតប្រាប់រំគូនៃយើងព្រះអង្គត្រាស់ដឹងច្បាប់ធម្មជាតិព្រះអង្គបង្រៀនយើងដើម្បីឲ្យយើងប្រតិបត្តិចិត្តរបស់យើងនឹងក្នុងដំណើរទៅរកណដ្ឋិសន្តិបរាំងសុខខាងគឺរកប្រយោជន៍សម្រាប់ខ្លួនយើងនឹងឯងអញ្ចឹងបានខ្ញុំសង្ខេបមកថាព្រះធម៌គឺជាមេរៀននៃកិច្ចបប្រតិបត្តិជីវិតដើម្បីឲ្យបានសេចក្តីសុខហើយសេចក្តីសុខគឺណដ្ឋិសន្តិបរាំងសុខខាងមិនមែនប្រតិបត្តិដើម្បីអានិសង្សទេតែប្រតិបត្តិដើម្បីអានិសង្សមានន័យថាជាប់ជាពាក់វៈវិនទៀតលែងស្ងប់ទៀតឥឡូវយើងឃើញលក្ខណៈពីរដាច់ពីគ្នារវាងព្រះធម៌ជាមួយនឹងសាសនាសាសនាកើតមកពីកម្លៅហើយអ្នកបដៅសាសនាអ្នកបង្កើតសាសនាប្រកបជាមួយនឹងតណ្ហាដែលមានលក្ខណៈជាការណែនាំជាការព្រៀនបដៅជាការអូសទាញស្រៀងតក្កណបៈដែរចំណែកពធព្រះអង្គបង្រៀនពពួកលោកកតរៈចិត្តលោកប្រាប់លោកបង្ហាញលោកបង្ហាត់ប្រតិបត្តិអមជាមួយនឹងការបញ្យលឥឡូវយើងនិយាយអំពីការយកពធមកដាក់ក្នុងសាសនាទៅវិញយើងមិនបដិសេធហើយក៏យើងមិនយល់ស្របតែយើងបើកវេទិកានេះដើម្បីទៅចែកគ្នាសួរថាតើវាជាការលើកតម្កើងពធឬក៏ជាការបង្អាប់បន្តពធដែលយើងយកពធមកដាក់ក្នុងសាសនាសាសនាគឺមានលក្ខណៈជាជំនឿដែលមិនអាចយល់នៃបានដល់ពេលអញ្ចឹងគេអូសទាញកូនចៅក្រុមគេឲ្យមានជំនឿតាមគេអញ្ចឹងទៅព្រោះតែជំនឿដែលវាមិនអាចបកស្រាយបានហ្នឹងបានជាមនុស្សឆ្លោះគ្នាអ្នកនេះជឿថាអញ្ចេះអ្នកនោះជឿថាអញ្ចោះបកស្រាយវាមិនបានដូចគ្នាអញ្ចឹងជឿតគ្នាទៅដល់ពេលអាជឿតគ្នាអញ្ចឹងទៅអ្នកនេះជឿនេះអ្នកនោះជឿនោះទៅវាចែកជាក្រុមជឿអញ្ចឹងទៅជឿតាមតែកម្លៅរបស់មនុស្សអញ្ចឹងទៅមើលឃើញតែបើខាងនេះគេជឿច្រើនប្រហែលពិតទេឬក៏ម៉ែឪអញជឿអញក៏ជឿតាមទៅអញ្ចឹងខ្ញុំអាចនិយាយបានថាសាសនាមួយដូចតំណែងដាក់លក់មួយក្រែអញ្ចឹងតំណែងសាសនាយេស៊ូមួយក្រែទៅសាសនាមូស្លីមគេមួយក្រែទៅសាសនាផ្សេងទៀតមួយក្រែម្នាក់ទៅឥឡូវយើងយកពធមកដាក់ក្នុងសាសនាសុំគេដាក់មួយក្រែគេទៅណាវាលែងមានលក្ខណៈជាសកលហើយអ្នកឯងជឿតាមឯណោះខ្ញុំជឿតាមឯណេះតែតាមដំណើររបស់ព្រះបរមគ្រូនៃយើងព្រះអង្គត្រាស់ដឹងច្បាប់ធម្មជាតិសកលតាគឺគ្រប់ក្រែទាំងអស់ហ្នឹងមនុស្សដែលរស់នៅក្នុងផែនដីហ្នឹងត្រូវតែរស់នៅក្រោមអំណាចនៃច្បាប់ធម្មជាតិទាំងអស់ទោះបីជាអ្នកឯងប្រព្រឹត្តហ្នឹងវាខុសប្រពៃណីក៏ដោយខុសទំនៀមទម្លាប់ក៏ដោយច្បាប់ធម្មជាតិអត់ខ្វល់អ្នកឯងប្រព្រឹត្តត្រូវនឹងច្បាប់ធម្មជាតិមិនឲ្យទោសអ្នកឯងប្រព្រឹត្តខុសនឹងច្បាប់ធម្មជាតិជាអ្នកឲ្យទោសវាអត់មានអ្នកណាទៅចាត់ចែងនោះគឺជាច្បាប់ធម្មជាតិទោះបីជាអ្នកឯងប្រព្រឹត្តខុសនឹងប្រពៃណីក៏ដោយត្រូវនឹងប្រពៃណីអុជធូប5សរសៃ6សរសៃវាអត់មានគិតពីរឿងខុសទោះបីជាអ្នកឯងខ្វាក់ភ្នែកក៏ដោយអ្នកឯងកូនក្មេងនៅអ្នកឯងខ្វិនខ្វងយ៉ាងម៉េចក៏ដោយឧទាហរណ៍ថាបើលូកទៅភ្លើងអត់ស្គាល់អ្នកណាទាំងអស់ដឹងតែពីអលិពីព្រោះវាជាច្បាប់ធម្មជាតិសកលឥឡូវដល់ពេលយើងយកមកដាក់ក្នុងសាសនាដល់ពេលព្រោះតែដាក់ក្នុងសាសនានេះធ្វើឲ្យសាសនាជំនឿដទៃហ្នឹងមិនអាចមករៀនតាមយើងបានទេពីព្រោះអីពីព្រោះគេជឿតាមរបៀបគេយើងជឿតាមរបៀបយើងជាឧទាហរណ៍ជាក់ស្ដែងដែលខ្ញុំធ្លាប់មានណាខ្ញុំមានពួកម៉ាក់របស់ខ្ញុំជាជនជាតិអឺរ៉ុបដែលគេកាន់សាសនាកាតូលិកគេកាន់សាសនាយេស៊ូខ្ញុំនឹកក្នុងចិត្តថាខ្ញុំមានបំណងល្អចង់ឲ្យពួកទាំងអស់នោះបានយល់អំពីដំណើរត្រាស់ដឹងរបស់ព្រះបរមគ្រូនៃយើងនៃច្បាប់ធម្មជាតិពីពួកគ្នានោះគ្នាកាន់ជំនឿវាមិនសមហេតុមិនសមផលទីនេះវាសច្ចៈរឿងច្បាប់ធម្មជាតិនឹងជារឿងពិតជារឿងសច្ចៈអ្នកណាក៏ត្រូវតែរៀនសូត្ររឿងនឹងដែរ
ខ្ញុំខំព្យាយាមណាត់ជួបមិត្តភក្តិហ្នឹងឲ្យតែយើងលើកនិយាយពីពុទ្ធសាសនាឡើងពួកអស់នោះនិយាយថាម៉េចទេនិយាយថាមិត្តភក្តិបើអ្នកឯងមិនចង់ឆ្លោះគ្នាទេសូមអ្នកឯងទុករឿងសាសនាម្ដុំខ្ញុំអត់បំពេញអ្នកឯងក៏អត់បំពេញខ្ញុំគោរពអ្នកគោរពខ្ញុំអ្នកគោរពសាសនាពុទ្ធជារឿងរបស់អ្នកខ្ញុំគោរពសាសនារបស់ខ្ញុំជារឿងរបស់ខ្ញុំអ្នកកុំប្រឹងអូសទាញបើអ្នកប្រឹងអូសទាញខ្ញុំប្រឹងអូសទាញអ្នកឆ្លោះគ្នាឡើយហើយខ្ញុំឃើញថាអូមិនអាចប្រោះបានមែនណោះពេលនោះខ្ញុំមិនទាន់សម្គាល់ថាមកពីយើងដាក់សាសនាឲ្យទៅមេរៀនត្រាស់ដឹងរបស់ព្រះបរមគ្រូនៃយើងគឺពធនោះទេខ្ញុំបានណាត់ជួបពួកម៉ាក់ផ្សេងទៀតដល់ពេលខ្ញុំនិយាយផ្ដើមអំពីសាសនាពុទ្ធឡើងវាមានលក្ខណៈដូចតែមុនអញ្ចឹងវាថាអ្នកត្រូវគោរពខ្ញុំត្រូវគោរពអ្នកដល់ពេលអញ្ចឹងខ្ញុំត្រេះរិះពិចារណានឹកឃើញថាតើត្រូវធ្វើម៉េចដើម្បីសង្គ្រោះអ្នកនឹងបានខ្ញុំហៅពួកម៉ាក់ខ្ញុំថ្មីផ្សេងមកទៀតដែលជាជនជាតិអឺរ៉ុបកាន់សាសនាគ្រឹះដូចគ្នាម្ដងនេះខ្ញុំរកមកជួបបាយផ្សេងខ្ញុំអត់និយាយពីរឿងសាសនាទេខ្ញុំនិយាយអំពីដំណើរពិសោធន៍ធម្មជាតិខ្ញុំនិយាយអំពីដំណើរពិសោធន៍ធម្មជាតិអញ្ចេះចប់និយាយពីសច្ចៈអញ្ចេះចុះទៅវាស្ដាប់ដល់លើកសាសនាចេញទៅវាស្ដាប់ដល់ស្ដាប់ចឹងទៅវាជក់ចិត្តដល់មកផ្ទះវាថាស្អែកខ្ញុំប៉ាវអ្នកឯងម្ដងអ្នកឯងមកជួបខ្ញុំទៀតនិយាយរឿងហ្នឹងទៀតនិយាយស្អែកចឹងទៅខ្ញុំក៏ប្រាប់ថានឹងហើយគឺជាមេរៀនត្រាស់ដឹងរបស់ព្រះបរមគ្រូគឺពុទ្ធហ្នឹងតែពួកហ្នឹងថាអញ្ចឹងទេអញ្ចឹងដល់ពេលអញ្ចឹងគេដាក់ទិដ្ឋិបាត់ហើយដាក់ទិដ្ឋិតាំងពីដំបូងម៉ែដល់ដាក់ទិដ្ឋិហើយបានស្ដាប់ចូលដល់ពេលយើងដាក់ថាជាសាសនាពួកអស់ហ្នឹងនឹកឃើញថាសាសនាគឺជាជំនឿអ្នកឯងជឿនោះខ្ញុំជឿឯណាមានដាក់ទិដ្ឋិណាដល់មានដាក់ទិដ្ឋិវាយល់ថាយើងទៅអូសទាញគេទិដ្ឋិរបស់គេថាយើងទៅអូសទាញគេដល់យើងទៅអូសទាញគេមានអូសទាញបានណាវាខុសពីបំណងរបស់ព្រះបរមគ្រូនៃយើងដែលព្រះអង្គនៅជាបរមពោធិសត្វព្រះអង្គជ្រួលច្រាគ្រប់ជាតិក្នុងបំណងនៃការជួយសត្វលោកដោយគ្មានរើសពូជសាសន៍ទាំងអស់ចំណែកយើងសប្តាហ៍ដល់ពេលយើងយកមកដាក់ក្នុងសាសនាជាពិសេសគឺពួកអឺរ៉ុបអត់មានសេចក្តីជ្រះថ្លាក្នុងរឿងពធតអសោះត្រង់ចំណុចហ្នឹងពុទ្ធបរិស័ទត្រូវសង្កេតមើលការប្រមាលទុកជាមុនរបស់ព្រះបរមគ្រូនៃយើងព្រះអង្គថាពធដែលជាមេរៀនត្រាស់ដឹងរបស់តថាគតនេះណាមានជីវិតរស់នៅនឹងតែ 5000 ព្រះវស្សាទេអាចនឹងរលាយទៅហើយពីព្រោះអីថាមិនមែនពីព្រោះសាសនាផ្សេងវាលុកទេគឺពីព្រោះតែភិក្ខុនៃឧបាសកឧបាសិកាហេតុអ្វីឧបាសកឧបាសិកាជាអ្នកប្រតិបត្តិពធហ្នឹងទៅជាអ្នកបំផ្លាញពធវិញពីព្រោះតែរឿងល្ងិតហ្នឹងឧទាហរណ៍ខ្ញុំធ្លាប់បាននិយាយថាអវិជ្ជានៃសត្វស្វាណាឃើញស្វាគ្នាវាមួយហ្នឹងមានគ្រោះថ្នាក់ដូចជាគេបាញ់ព្រួញអីចឹងទៅស្វាផ្សេងមកសួរសុខទុក្ខតែសួរសុខទុក្ខសុំមើលលបោះសុំមើលលបោះកាយអាមួយទៀតមកកាយអាពីរមកកាយតើតែចេញពវៀនការសួរសុខទុក្ខនោះនាំឲ្យទៅងាប់ស្វានឹងបាត់ទៅដូចជាខ្លាឃ្មុំមួយអញ្ចឹងដែរយាមម្ចាស់ដោយអវិជ្ជារបស់វាឃើញរុយទុំក្បាលយកដល់មកគប់ម្ចាស់បែកក្បាលទៅឥឡូវយើងងាកមកយើងវិញខ្ញុំមិនហ៊ានថាពុទ្ធបរិស័ទនឹងស្រឡាញ់ពធខ្លាំងពេកស្រឡាញ់ពុទ្ធខ្លាំងពេកឡើយតែលើកពុទ្ធនឹងធ្វើឲ្យសាសនាពុទ្ធរួចនោះទេក៏ប៉ុន្តែយើងមើលការប្រតិបត្តិរបស់យើងសពថ្ងៃឲ្យតែគេនិយាយប៉ះពាល់ដល់ពធរបស់ពុទ្ធបន្តិចណាយើងងើបឡើងការពារភ្លាមសួរថាតើនោះវាជាបំណងរបស់ពុទ្ធព្រះបរមគ្រូនៃយើងឬយ៉ាងណាពុទ្ធព្រះអង្គធ្វើគ្រប់បែបយ៉ាងមិនថាត្រឹមតែមកគេជេរទេបើគេជេរព្រះអង្គហើយគេត្រាស់ដឹងបានណាឲ្យគេជេរទៅចោះកុំថាត្រឹមគេជេរគេចង់បានជីវិតរបស់ព្រះអង្គក៏ព្រះអង្គឲ្យដែរឲ្យតែជីវិតរបស់ព្រះអង្គនឹងអាចធ្វើឲ្យគេត្រាស់ដឹងបានព្រះអង្គឲ្យទាំងអស់នោះជាបំណងរបស់ព្រះបរមគ្រូនៃយើងមិនមែនបំណងរបស់ព្រះបរមគ្រូនៃយើងឲ្យយើងទៅការពារពធនោះហើយរហូតទៅដល់ជារបាំងមិនឲ្យសត្វលោកដទៃត្រាស់ដឹងនោះទេអាត្រង់ចំណុចហ្នឹងដែលយើងអាចពិចារណាមើលថាតើវាជាកម្លៅរបស់យើងឬយ៉ាងណាដែលយើងការពារពធខ្លាំងពេកទៅគេប៉ះមិនបានរហូតទៅដល់កិច្ចបប្រតិបត្តិពធសម្រាប់ជីវិតសត្វលោកហ្នឹងវាមិនរីកធំធាត់អានោះជាបំណងរបស់ព្រះបរមគ្រូនៃយើងឬក៏យ៉ាងណាយើងយកមកពិចារណាយើងកុំយកចិត្តរបស់យើងទៅធ្វើតាមតែមួយចិត្តរបស់យើងណាតែនេះខ្ញុំស្រឡាញ់សាសនាពេកខ្ញុំធ្វើអញ្ចឹងស្រឡាញ់មែនប៉ុន្តែវាខុសពីបំណងរបស់ព្រះបរមគ្រូនៃយើងកាលនៅជាបរមពោធិសត្វព្រះអង្គជ្រួលច្រាគ្រប់ជាតិដើម្បីត្រាស់ដឹងពធហ្នឹងយកមកជួយសត្វលោកហើយឥឡូវយើងសរសើរពេកសរសើរពធពេកសរសើរសាសនាពុទ្ធនឹងពេករហូតទៅដល់ពធហ្នឹងមិនរីងវាធ្វើឲ្យអ្នកដទៃមានទិដ្ឋិមិនព្រមតលាក់ទិដ្ឋិយល់ថាអ្នកឯងជឿផ្សេងខ្ញុំជឿផ្សេងសួរថាតើនោះជាដំណើរទៅរកលាយពធនៅ 5000 ព្រះវស្សាឬអត់កុំសំបីតថាអ្នកដទៃដែលគេកាន់សាសនាផ្សេងសំបីតាក្មេងៗយុវជនយុវនារីនេះពីព្រោះតែយល់ថាសាសនាជារឿងពុទ្ធចក្រ
ហើយរឿងរបស់វាជារឿងអាណាចក្ររឿងពុទ្ធចក្រសម្រាប់តែរឿងលោកសង្ឃរឿងយាយជីហ្នឹងណាបានជាវាមិនព្រមសិក្សាមេរៀនរបស់ព្រះបរមគ្រូនៃយើងហ្នឹងពីព្រោះវាយល់ថាអារឿងហ្នឹងជារឿងជំនឿរឿងសាសនារបស់យាយតាវាជារឿងអាណាចក្រតាឃើញទេចំណែកពធដែលជាច្បាប់សកលហ្នឹងការពិតត្រូវតែជាមេរៀនរស់សម្រាប់មនុស្សទូទៅទាំងកុមារាទាំងកុមារីទាំងពុទ្ធបរិស័ទដែលនៅក្នុងវត្តទាំងយុវជនយុវតីទាំងមន្ត្រីរាជការទាំងរដ្ឋមន្ត្រីទាំងនាយករដ្ឋមន្ត្រីមនុស្សទូទៅនៅក្នុងសង្គមមនុស្សហ្នឹងគឺត្រូវតែរៀនសូត្រពធទាំងអស់ក៏ប៉ុន្តែដោយសារខ្ញុំមិនហ៊ាននិយាយថាកម្លៅក្នុងការការពារពធរបស់យើងនឹងទេវាទៅជាពធហ្នឹងឥឡូវនៅតែក្នុងលបងវត្តហ្នឹងនៅតែក្នុងបរិវេណវត្តហ្នឹងការពិតហ្នឹងការទេសនាពធហ្នឹងត្រូវវាយឲ្យបាក់លបងវត្តហ្នឹងធ្លាយហៀចេញមកក្រៅណាមកដល់ពួកអ្នករាំជន់ជើងគ្នារាំស្អីនៅខាងក្រៅណាដែលជាកុមារាកុមារីដែលជាយុវជនយុវនារីមានកម្លាំងខ្លាំងជាងគេក្នុងការធ្វើអាក្រក់ធ្វើល្អក្នុងសង្គមហើយរស់យូរជាងគេក្នុងសង្គមឯណាពធត្រូវធ្លាយមកដល់ហ្នឹងដោយសារតែរឿងយើងយកសាសនាទៅដាក់ជាមួយនឹងឯងបានជាយុវជនយុវនារីទាំងអស់ហ្នឹងសូម្បីតែទៅរាំជន់ជើងគ្នាក្នុងវត្តហ្នឹងហើយនៅតែមិនចូលពធហ្នឹងពីព្រោះវាមានតថេមួយថាពធហ្នឹងជារឿងជំនឿមិនមែនសិក្សាយល់បានពីព្រោះមនុស្សតែសិក្សាយល់បានលែងឆ្លោះគ្នាហើយឧទាហរណ៍ថាការក្តាប់ដៃមួយបើយើងនិយាយថាសូមទាយមើលតែក្នុងដៃរបស់ខ្ញុំមានពេជ្រអត់ម្នាក់យល់ថាមានពីព្រោះមានជំនឿលើអ្នកនិយាយម្នាក់ទៀតយល់ឃើញថាពេជ្រមានតម្លៃណាស់វាគ្មានអាណាយកមកកាន់អញ្ចឹងទេដល់ពេលអញ្ចឹងវាឆ្លោះគ្នាមិនព្រមចូលគ្នាសាសនាមួយទៅសាសនាមួយព្រោះអីព្រោះជំនឿដែលរកហេតុរកផលមិនឃើញហើយយើងចេះអួតថាជំនឿរបស់ខ្ញុំមានហេតុមានផលរឿងពធដល់ពេលយើងយកទៅដាក់ក្នុងសាសនាដែលមានកំណើតមុនពធនោះវាច្រឡំជាមួយនឹងគេធ្វើឲ្យសត្វលោកដទៃវាមានតថេចំណែកពុទ្ធព្រះបរមគ្រូនៃយើងបង្រៀនអំពីវិធីលាបាតដៃដល់លាបាតដៃលែងឈ្លោះគ្នាពធមានលក្ខណៈអញ្ចឹងហើយគឺការសិក្សាដើម្បីឲ្យឃើញសច្ចៈក៏ប៉ុន្តែដោយសារយើងដាក់ចូលទៅក្នុងសាសនានេះវាធ្វើឲ្យសត្វដទៃមានតថេថាវាជាជំនឿដូចគ្នាសូម្បីតែកាន់សាសនាជាមួយគ្នាគឺយុវជនយុវនារីយើងហ្នឹងក៏យល់ថាប្រពៃណីទំនៀមទម្លាប់ដែរសាសនាហ្នឹងវាអត់បែកចូលដល់វាតាមពិតព្រះបរមគ្រូនៃយើងព្រះអង្គត្រាស់ដឹងពធមកហ្នឹងគឺដើម្បីជួយសត្វលោកទាំងអស់ទាំងក្មេងទាំងចាស់ទាំងពូជសាសន៍ដទៃទៀតឥឡូវបញ្ញារបស់ខ្ញុំអាចបកស្រាយបានតែប៉ុណ្ណឹងខ្ញុំមិនដឹងថាតើវាឆ្លើយតបជាមួយនឹងចំណង់របស់ប្អូនដែលចង់ឲ្យក្បោះក្បាយឬមិនក្បោះក្បាយយ៉ាងណាខ្ញុំមិនអាចដឹងបានទេក៏ប៉ុន្តែតាមបញ្ញារបស់ខ្ញុំបកស្រាយបានប៉ុណ្ណឹងហើយជាចុងក្រោយហ្នឹងខ្ញុំសូមអំពាវនាវទៅដល់ពុទ្ធបរិស័ទអ្នកប្រតិបត្តិពធហ្នឹងថាតើយើងគួរកែសម្រួលត្រង់ចំណុចណាការពិតទៅខ្ញុំគ្មានទៅទោមមនុស្សនឹងពាក្យសាសនាពាក្យស្អីទេពីព្រោះវាជាពាក្យដែលគេហៅយូរមកហើយក៏ប៉ុន្តែបងគិតដល់រឿងប្រយោជន៍បើសិនណាជាយើងដាក់ថាពុទ្ធសាសនានឹងទៅវាមានប្រយោជន៍អានឹងដាក់ទៅបើដាក់ទៅគ្រាន់តែលំអទេជារនាំងខាំងខ្ទប់វាធ្វើឲ្យអ្នកដែលមានជំនឿនៅក្នុងសាសនាដទៃមិនបានចូលមកសិក្សាពធដែលជាច្បាប់ធម្មជាតិនឹងផងហើយម្យ៉ាងទៀតពុទ្ធបរិស័ទដែលតាំងខ្លួនថាមានសេចក្តីជ្រះថ្លានៅក្នុងពធនឹងហើយព្រោះតែពាក្យសាសនានឹងធ្វើឲ្យគេវង្វេងបប្រតិបត្តិតាមរបៀបជំនឿប្រពៃណីទំនៀមទម្លាប់ដែលវាខុសពីដំណើរបង្រៀនរបស់ព្រះបរមគ្រូនៃយើងអំពីពធហ្នឹងព្រះអង្គឲ្យយើងសិក្សាស្វែងយល់ពិចារណារួចពិសោធន៍ដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតហ្នឹងដើម្បីឆ្ពោះទៅរកណដ្ឋិសន្តិបរាំងសុខខាងយើងមិនប្រតិបត្តិបែបនោះយើងប្រតិបត្តិបែបជំនឿសាសនាធ្វើកវាឲ្យតែគ្រប់កិច្ចមិនមែនជាវិធីសម្អាតចិត្តតាមបែបធម្មជាតិទេហើយបើដំណើរប្រតិបត្តិខុសនេះវាបង្កើតឡើងដោយពាក្យថាសាសនានោះយើងគួរតែពិចារណាដែរពីព្រោះវាមិនមែនជាបំណងរបស់ព្រះបរមគ្រូនៃយើងដែលព្រះអង្គឲ្យយើងទៅសើព្រះអង្គនោះទេគឺព្រះអង្គមានបំណងឲ្យសត្វលោកបានត្រាស់ដឹងរួចផុតទុក្ខហ្នឹងតាជាចុងក្រោយខ្ញុំសូមរំលឹកថាពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គត្រាស់ដឹងច្បាប់ធម្មជាតិព្រះអង្គមិនមែនត្រាស់ដឹងរឿងសាសនាឡើយសូមអរគុណបងខំវាសនាខ្ញុំយល់បាទពីសំណួរដែលខ្ញុំបានសាកសួរទៅដូច្នេះខ្ញុំអត់មានសំណួរអីទៀតទេបាទហើយសូមអរគុណដល់បងខំវាសនាដែលផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការសាកសួរសំណួរដល់បងក៏ដូចសហការីទាំងអស់ដែលបានអញ្ជើញមកពីទីក្រុងភ្នំពេញបាទមកកាន់នៅក្នុងខេត្តសៀមរាបនៅក្នុងវត្តពោធិ៍លង្កាយើងនេះបាទដើម្បីសំណេះសំណាលជាមួយសាមណនិស្សិតក៏ដូចជាខ្ញុំបាទនៅទីនេះផ្ទាល់ហើយក៏ដូចជាសូមរងចាំស្ដាប់កម្មវិធីនេះនៅថ្ងៃស្អែកជាបន្តទៀតកម្មវិធីយើងសូមទទួលយកការតិចទៀនពីគ្រប់មជ្ឈដ្ឋានទូទៅតាមរយៈទូរស័ព្ទចំនួន3ខ្សែគឺ017
840 407 ឬ 098 868